នុសាននឹងប្រយោហៅតែអមនុស្សគឺមិនធ្វើបាបយើងទេវតារខន្តិទេវតាថែរក្សាយើងនេះសអកិវាវិសង្វាសដ្ឋังវាកម្មតិណានាប្រាថ្នាបហាយើងដោយអាវុធប្រាថ្នាបហាយើងដែលដាក់ថ្នាំពឹសឬប្រាថ្នាបហាយើងដែលដុតនឹងភ្លើងមិនអាចប្រព្រឹត្តទៅបានតវតាំងចិត្តតាំងសមាធិយតិយើងធ្វើធម៌ធ្វើសិលភាវនាងាយបានសម្រេចណែហើយបើកាលណាយើងរៀបស្លាប់យើងអត់វង្វេងទេបើយើងមិនបានសម្រេចព្រះអរហន្តគឺយើងកើតឋានព្រហ្មលោកដូច្នេះនេះនៅការផ្សាយមេត្តាចិត្តដែលចេញទៅគឺទាំងអស់គ្នាអ្នកដែលត្រូវយើងផ្សាយក៏ត្រូវទទួលបានចំពោះយើងអ្នកដែលធ្វើទទួលបានអារឿងហ្នឹងហើយបានជាកិរិយានៃការធ្វើបុណ្យធ្វើទានវាមានលក្ខណៈប្រពៃយ៉ាងដូច្នេះបានក្នុងទំនៀមនៃពុទ្ធសាសនាមិនដែលបានខានបាទសូមអរគុណច្រើនអាដាមឧទ្ទិសសច្ចាញញភឿងដែលបានបកស្រាយនៅពិធីបែបសាសនាមួយនៅក្នុងឱកាសនៃការគម្រប់ខួប10ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រ